តាថាកូនសូមមានប្រពន្ធឯកាទៅទេវទត្តនឹងទូលបង្គំសុទ្ធតែជាអ្នកចិត្តដឹងហើយទូលបង្គំក៏ជាអ្នកបួសមុនដែរទេវទត្តគឺជាម្ចាស់បងចដូនមួយទូលបង្គំដូចជាមានអារម្មណ៍ថារំខានខ្លាំងណាស់នៅអត្តចរិតរបស់ទ្រង់ទេវទត្តមិនបានកែប្រែគំនិតទេទ្រង់នៅតែប្រឆាំងជាមួយនឹងព្រះអង្គមកដល់សពថ្ងៃថ្ងៃណាមួយព្រះអង្គនឹងបានជ្រាបអំពីការពិតដែលអ្នករាល់គ្នាកំពុងតែអភ័យទោសឲ្យទ្រង់ហើយព្រះអង្គអាចអភ័យទោសឲ្យនរណាក៏បានដែរប៉ុន្តែមិនត្រូវអភ័យទោសឲ្យទេវទត្តទេទូលបង្គំខ្លាចណាស់តាំងតែពីព្រះអង្គជឿជាក់ទៅលើទ្រង់នៅចំពោះមុខព្រះសង្ឃទាំងអស់ទូលបង្គំជឿថាទ្រង់កំពុងតែព្យាយាមបំផ្លាញព្រះអង្គហើយគឺទ្រង់មានផ្លូវមួយដើម្បីបំបែកសាសនាទូតយើងដល់ពេលនោះព្រះអង្គទទួលការឈឺចាប់ព្រោះតែរឿងនេះមិនខានទេអានន់សាសនាទូតរបស់កណាគឺជាការត្រាស់ដឹងរបស់កណាវាមិនអាចពិសោធន៍ផ្លូវណាមួយនោះទេដែលកណាជ្រើសរើសនឹងមិនឲ្យកណាទទួលការឈឺចាប់ទេហើយកណាក៏សូមធ្វើការធានាដែរទេវទត្តចំពោះមុខព្រះសង្ឃទាំងឡាយសម្រាប់ហេតុផលណាមួយកណាចង់ធ្វើឲ្យច្បាស់ថាកណាមិនបានតែងតាំងទេវទត្តឲ្យធ្វើជាអ្នកដែលបានសម្រេចជោគជ័យរបស់កណាទេឬមួយក៏មិនបានតែងតាំងគេឲ្យធ្វើជាអ្នកដឹកនាំសាសនាទូតផងដែរបើទេវទត្តធ្វើខុសគេនឹងទទួលខុសត្រូវសម្រាប់ទង្វើគេខ្ញុំម្ចាស់ចង់ទូលរឿងមួយដល់ព្រះអង្គគឺប៉ុន្តែអានន់ហើយនឹងអាត្មាមិនអាចបែកគ្នាទៅណាបានទេអមរាបាលីសូមកុំស្ទាក់ស្ទើរចំពោះវត្តមានរបស់ទ្រង់អីព្រះបត្រាជីវៈខ្ញុំម្ចាស់និងព្រះសង្ឃមួយចំនួនបានផ្ដល់ដំណឹងឲ្យខ្ញុំម្ចាស់ថាទេវទត្តកំពុងតែប្រឆាំងជាមួយព្រះអង្គហើយខ្ញុំម្ចាស់បារម្ភចំពោះរឿងនេះណាខ្ញុំម្ចាស់បានលេចលើដំណឹងនេះទើបខ្ញុំម្ចាស់សម្រេចចិត្តចូលមកកល់ព្រះអង្គតែម្ដងទៅទេវទត្តបានបង្កើតសមាគមប្រឆាំងជាមួយព្រះអង្គហើយនឹងអាសត្រូវក៏ផ្ដល់ការគ្រប់គ្រងដល់គេដែរអាសត្រូវបដិញ្ញាចិត្តធ្វើជាសត្រូវរបស់ព្រះអង្គហើយទេវទត្តកំពុងតែយកតំណែងព្រះអង្គតាំងខ្លួនធ្វើជាអ្នកដឹកនាំសាវកនិងសាសនាទូតនោះហើយជារឿងអ្វីដែលអាត្មាបារម្ភនោះតថាគតរឿងទាំងអស់គឺទេវទត្តជាអ្នកបង្កើតឡើងឈ្មោះសាសនាទូតយើងនៅពេលនោះគេនឹងទទួលខុសត្រូវសម្រាប់ទង្វើទាំងនេះទ្រង់មានសង្ឃដីកាហើយខ្ញុំម្ចាស់ក៏លើដំណឹងទាំងអស់នេះដូចនេះដែរតែបន្ទាប់កំពុងតែបង្កើតពិធីសន្ធិបបាយចេញពីព្រះអង្គគេបន្លំធ្វើជាសាវករបស់ព្រះអង្គតែបន្ទាប់បានប្រកាសថាគេមានស័ក្តិសិទ្ធិពីកំហុសរបស់ព្រះអង្គគេកំពុងតែប្រមូលព្រះសង្ឃដទៃទៀតតែបន្ទាប់ប្រកាសថាព្រះអង្គកំពុងតែធ្វើពិធីបោកប្រាស់ព្រះសង្ឃក្មេងៗគ្រប់អង្គគឺសម្រេចទៅលើចិត្តរបស់ពួកគេទេគ្មានអ្នកណាបង្ខំឬក៏បោកប្រាស់គេឡើយយុវជនមានការស្ម័គ្រចិត្តដែលខ្លួនឯងយើងមិនបង្ខំគេទេអាចជាសត្រូវកំពុងតែនៅជាមួយនឹងទេវទត្តរួមគំនិតធ្វើអំពើទុច្ចរិតជាសត្រូវបានប្រទានព្រៃយ៉ាកាសមួយកន្លែងដល់ទេវទត្តគេបំរុងចង្ហាន់គ្រប់យ៉ាងដល់ទេវទត្តហើយគេក៏ប្រកាសឲ្យព្រះសង្ឃទាំងអស់គោរពតាមទេវទត្តពួកគេបបែកសាសនាពីព្រះអង្គហើយនិងសាវករបស់ព្រះអង្គហើយព្រះពុទ្ធដល់ពេលព្រះអង្គដោះស្រាយហើយខ្ញុំម្ចាស់ថ្វាយបង្គំលាខ្ញុំម្ចាស់បារម្ភពីព្រះអង្គណាស់ខ្ញុំម្ចាស់នៅមិនស្ងប់នោះទេនេះគឺជាអាថ៌កំបាំងដ៏ធំមួយជាមួយនឹងជីវិតរបស់យើងដែលត្រូវដោះស្រាយគ្មានអ្នកណាម្នាក់ដឹងថាអ្វីដែលជាការកុហកនៅក្នុងចិត្តទេហើយយើងពិតជាមិនដឹងអំពីអនាគតរបស់យើងទេអមរាបាលីកុំពឹងផ្អែកទៅលើអ្នកណាម្នាក់ឲ្យសោះហើយក៏មិនត្រូវធ្វើប្រងើយជាមួយនឹងការភ័យខ្លាចដែរឧបាសិកានឹងមានសេរីភាពឡើងវិញមានតែការពិតប៉ុណ្ណោះដែលជាហេតុផលនៃសន្តិភាពមានតែព្រះពុទ្ធប៉ុណ្ណោះ
ដែលបានជ្រាបពីការដោះស្រាយបញ្ហាទាំងអស់នោះបាទយើងមានព្រះសង្ឃច្រើនណាស់ដែលមកពីព្រះរាជវាំងហើយមកធ្វើជាសាវករបស់ព្រះពុទ្ធតើអ្នកទាំងអស់គ្នាចង់សួរសំណួរឬក៏បញ្ជាក់ពីការព្រួយបារម្ភទៅដល់ព្រះពុទ្ធដែរទេព្រះអង្គបានបង្រៀនព្រះសង្ឃទាំងអស់ត្រឹមតែសភាពធម្មតាហើយនឹងជីវិតរស់នៅដែលគ្មានភាពលោភលន់ប៉ុន្តែខ្ញុំកណាចង់ស្នើសុំធ្វើការកែប្រែទូនាទីទាំង5ប្រការរបស់ព្រះអង្គដែលមានលក្ខណៈសំខាន់ក្នុងការផ្សព្វផ្សាយសាសនាទូតព្រះអង្គការស្នើសុំរបស់ខ្ញុំកណាមិនត្រូវឲ្យព្រះសង្ឃនិមន្តបិណ្ឌបាតនេះជាគោលដៅសំខាន់ឆ្ពោះទៅកាន់ជីវិតធម្មតាគ្រប់ព្រះសង្ឃគ្រប់អង្គទី1ព្រះសង្ឃគ្រប់អង្គទាំងអស់មិនត្រូវគង់នៅក្នុងព្រៃព្រោះមិនមែនជាទម្លាប់របស់ពួកគេត្រូវតែឲ្យពួកគេរស់នៅក្នុងភូមិការស្នើសុំទី2ព្រះសង្ឃត្រូវទទួលនៅអ្វីដែលគេរកបានដោយការបរិច្ចាគទានទុកដាក់ទ្រព្យសម្បត្តិដល់ខ្លួនឯងគេមិនគួរទទួលការនិយមឬរស់នៅក្រោមបញ្ជារបស់អ្នកណាម្នាក់នោះទេសំណុំពរទី3ព្រះសង្ឃត្រូវស្លៀកពាក់ឬក៏ដោះសម្លៀកបំពាក់ក៏បានឬមួយក៏ទុកចោលដើរតែខ្លួនទៅទេក៏បានដែរពួកគេមិនគួរស្លៀកពាក់នៅស្បង់ចីវរដែលសាច់ញាតិប្រគេនឲ្យនោះទេសំណុំពរទី4ព្រះសង្ឃត្រូវតែសឹងនៅក្រោមដើមឈើតែម្យ៉ាងគត់មិនអាចទៅសឹងនៅផ្ទះឬខ្ទមបាននោះទេសំណុំពរទី5គឺជាសំណុំពរមួយដែលមានសារៈសំខាន់បំផុតសម្រាប់ព្រះសង្ឃគ្រប់អង្គព្រះសង្ឃគ្រប់អង្គត្រូវតែឆាន់ត្រួយរុក្ខជាតិដូចជាចង្ហាន់អញ្ចឹងទេវទត្តកណាមិនអាចឲ្យព្រះសង្ឃទាំងអស់ធ្វើតាមច្បាប់របស់ទ្រង់បានទេហើយប្រសិនបើជាព្រះសង្ឃទាំងអស់ចង់រស់នៅក្នុងព្រៃពួកទ្រង់ទាំងអស់នឹងអាចរស់នៅបានព្រះសង្ឃគ្រប់អង្គអាចរស់នៅក្នុងភូមិឬក៏ទីក្រុងក៏បានដែរបើព្រះសង្ឃចង់ទទួលទានចង្ហាន់ពួកទ្រង់មិនអាចបដិសេធការនិមន្តរបស់ញាតិញោមឲ្យទៅឆាន់ទេគណៈអនុញ្ញាតឲ្យព្រះសង្ឃដទៃទៀតទទួលការនិមន្តរបស់ឧបាសកឧបាសិកាដែលបាននិមន្តព្រះសង្ឃទាំងឡាយទៅឆាន់ចង្ហាន់នៅតាមគេហដ្ឋានឬក៏កន្លែងផ្សេងក៏បានដែរបើព្រះសង្ឃអង្គណាដែលចង់ស្លៀកឬក៏ដោះស្បង់ជាពរចេញនៅពេលកំពុងធ្វើការនឿយហត់ពួកគេប្រកាសជាអាចធ្វើដូច្នេះបានហើយព្រះសង្ឃក៏អាចទទួលស្បង់ជាពរពីការបរិច្ចាគទានបានដែរប៉ុន្តែមិនឲ្យច្រើនជាង3ឈុតទេហើយបើព្រះសង្ឃចង់សឹងនៅក្រោមដើមឈើក៏បានដែរឲ្យតែពួកគេអាចធ្វើកើតហើយពួកគេក៏អាចរស់នៅក្នុងអាស្រមឬមួយក៏អាចរស់នៅក្នុងកុដិក៏បានដែរវាគឺជាសិទ្ធិរបស់ព្រះសង្ឃគ្រប់អង្គព្រះសង្ឃដែលចង់ធ្វើជាអ្នកតមបន្លែនោះអាចធ្វើដូច្នេះបានបើព្រះសង្ឃណាមិនចង់ឆាន់បន្លែធ្វើជាចង្ហាន់ទេនោះពួកគេក៏អាចធ្វើដូច្នេះបានដែរប៉ុន្តែពួកគេមិនអាចសម្លាប់ជីវិតណាមួយដើម្បីបំពេញការស្រេកឃ្លានរបស់គេបាននោះទេទេវទត្តឱវាទរបស់យើងបានអនុញ្ញាតឲ្យព្រះសង្ឃទាំងអស់ទទួលយកនូវទេយ្យទានដែលញាតិញោមទាំងអស់បានប្រគេនដល់ព្រះសង្ឃដោយកាយវាចាស់ចិត្តចំពោះយើងដោយមានសទ្ធាជ្រះថ្លាបំផុតដូច្នេះព្រះអង្គ
កំពុងតែចាប់កំហុសនឹងការយល់ឃើញរបស់ខ្ញុំកណាហើយទេវទត្តទ្រង់គឺជាអ្នកដែលបានចាប់ដើមវាទេនៅស្ងៀមយើងកំពុងតែនិយាយជាមួយព្រះពុទ្ធដូច្នេះហើយព្រះអង្គមិនព្រមទទួលនឹងការយល់ឃើញរបស់ខ្ញុំកណាទេទេវទត្តកណាបដិសេធមិនព្រមទទួលយកការពិចារណារបស់ទ្រង់ទេឈប់សិនទេវទត្តទ្រង់មានជ្រាបនៅអ្វីដែលទ្រង់កំពុងតែធ្វើទេតើទ្រង់និយាយជាមួយម្ចាស់បងរបស់ទ្រង់នេះបានដល់យ៉ាងណាទៅអានន្ទមនុស្សគោរពមនុស្សទៅតាមអំពើមនុស្សធ្វើទ្រង់មានអាកប្បកិរិយាដូចជាម្ចាស់បងដែរទេទ្រង់ចេញទៅធ្វើសាសនាទូតប៉ុន្តែទ្រង់មិនអាចបែងចែកសាវកបានទេកណាចង់ស្វែងរកលើឲ្យប្រសងថ្មីរបស់យើងដើម្បីជាវិធីរបស់គំនិតថ្មីនៅមិនទាន់បានបញ្ចប់ទេទ្រង់ជឿជាក់ថាការបញ្ចប់ពីគំនិតរបស់ទ្រង់ជាមួយព្រះពុទ្ធនោះវាជាការប្រកាសភាពអាម៉ាស់របស់ព្រះពុទ្ធទៅវិញទេព្រះពុទ្ធខ្ពង់ខ្ពស់មិនអាម៉ាស់ជាមួយរឿងទាំងអស់នេះទេព្រះពុទ្ធបានបដិសេធមិនព្រមទទួលស្គាល់ការពិតពិចារណារបស់ទេវទត្តទេហេតុអីព្រោះតែការពិចារណាទាំងតែជាការពិចារណារបស់ព្រះពុទ្ធទៅទៀតព្រះសង្ឃអាចចាប់ផ្ដើមមានការរស់នៅហើយក៏មានជីវភាពដូចជាប្រជារាស្ត្រចឹងដែរព្រះបញ្ញាញាណព្រះពុទ្ធនោះគឺនៅក្នុងរវាងជីវិតបុព្វជិតនិងជីវិតធម្មតាបើលោកមិនគោរពជីវិតមនុស្សធម្មតាទេទីបំផុតពួកគេនឹងបាត់បង់ចំណេះដឹងលោកមិនយល់ពីរឿងអស់ទាំងនេះទេលោកគួរពិចារណាទៅទ្រង់ពិរោធខ្លាំងណាស់សូមទ្រាំខន្តីបន្តិចទៅថាជីវិតព្រះសង្ឃមួយអង្គនេះមិនមែនជាជីវិតងាយនោះទេវាជាជីវិតខូខើបំផុតយើងទាំងអស់គ្នាចង់ឲ្យរឹតបន្តឹងជាមួយនឹងជីវិតខូខើនេះ तो देवदत्त ने संघ का विभाजन कर दिया। देवदत्त ने बबूल बोए हैं तो वो फल कहाँ से पाएगा? អានន្ទទ្រង់បានឃើញភាពមិនប្រក្រតីហើយនេះហើយដែលធ្វើឲ្យរំខានដល់ទ្រង់មែនទេនៅពេលនេះមិនថាយើងទៅដល់ទេប្រជារាស្ត្រតែងតែស្ដីបន្ទោសច្រើនជាងការគ្រប់គ្រងណាស់ព្រះអង្គទេវទត្តបានធ្វើខុសពីព្រះពុទ្ធដីកាព្រះអង្គហើយទ្រង់បានបង្កភាពបែកបាក់រវាងសាសនាទូតព្រះពុទ្ធព្រះអង្គគួរតែប្រកាសទៅក្រាបទូលទេវទត្តមិនមែនជាសមាជិករបស់សាសនាទូតយើងទេទ្រង់បានដើរផ្លូវផ្សេងហើយមហាសក្បាទ្រង់ក៏បានកោតសរសើរចំពោះទេវទត្តពីមុនមកដែរពេលនោះទ្រង់មានសង្ឃដីកាត្រូវហើយមែនទេក្រាបទូលព្រះពុទ្ធទូលបង្គំបានសរសើរទ្រង់ពិតមែនពេលនោះទូលបង្គំបានសរសើរពីការធ្វើសមាធិរបស់ទ្រង់ទៅវិញទេក្រាបទូលប៉ុន្តែក្នុងពេលនេះទ្រង់កំពុងតែរិះគន់ចំពោះទេវទត្តតើជារឿងពិតដែរទេបបិទ្ធក្រាបទូលដូច្នេះហើយអ្វីដែលកណាចង់ដឹងមិនមានទេយើងត្រូវជឿទៅលើការពិតដែលជាភាពសច្ចធម៌ព្រះភិក្ខុសង្ឃរបស់យើងនឹងប្រកាសនៅព្រឹកថ្ងៃស្អែកនេះហើយថាទេវទត្តបានដើរផ្លូវពីសាមណេរសាសនាទូតហើយទេវទត្តគ្មានចំណែកក្នុងសាសនាយើងទេហេតុអីក៏អ្នកទាំងពីរនៅស្ងៀមស្ងាត់បែបនេះហេតុអីក៏សារីបុត្រនឹងទ្រង់រើសយកផ្លូវស្ងាត់អញ្ចឹងព្រះពុទ្ធមុខលៀននឹងទូលបង្គំកំពុងតែចូលរួមសាសនាទូតទេវទត្តក្រាបទូលដាក់ក្រែស្នៃព្រះនាងចុះទៅ
ព្រះទេវីអមរាបាលីព្រះមហារាជនគរវេសលីបានប្រតិបត្តិឲ្យទូលបង្គំចាប់ព្រះទេវីចូលទៅកាន់ជាដែននគរវេសលីហើយវត្តមានព្រះទេវីនៅចំពោះព្រះភ័ក្ត្រព្រះអង្គក្រាបទូល លោកចង់ចាប់ខ្ញុំអីតែខ្ញុំមានកំហុសអីទៅ ព្រះទេវីអមរាបាលីព្រះទេវីត្រូវបានចាត់ប្រកាន់ថាជាអំពើក្បត់ជាតិព្រះទេវីជំទាស់ជាមួយនគរវេសលីហើយចោះចូលជាមួយអផាតសត្រូវដែលជាសត្រូវព្រះទេវីដឹងហើយតែនៅតែបំពេញ បងមិនប្រណិតចំពោះអ្នកណាម្នាក់ដែលហ៊ានមកប៉ះពាល់អូនសម្បីតែមួយសរសៃសោះនៅពេលនេះអូនជឿបងហើយណានៅពេលនេះអូនជឿថាបងស្រឡាញ់អូនដែរទេអមរាបាលីតើបងធ្វើយ៉ាងណាទៅអមរាបាលីសូម្បីតែបងប្អូនរបស់បងក៏លះបង់ជីវិតដើម្បីជួយអូនដូច្នេះហើយអូន ទៅនៅជាមួយនឹងបងទៅបងចង់រៀបអភិសេកជាមួយនឹងអូន អត់ទេខ្ញុំម្ចាស់មិនទាន់សម្រេចចិត្តរៀបអភិសេកជាមួយទ្រង់ទេ អូនឆាប់សម្រេចចិត្តភ្លាមទៅតើអូននៅជំទាស់ជាមួយនឹងបងដល់ណាទៀតទៅអមរាបាលី តួនាទីនិងស្នេហារបស់ខ្ញុំម្ចាស់គឺទៅមិនបានគឺមិនយល់ព្រមទេតួនាទីខ្ញុំម្ចាស់គឺមិនព្រមរៀបអភិសេកជាមួយទ្រង់ ប៉ុន្តែស្នេហាបានធ្វើឲ្យខ្ញុំម្ចាស់ចង់រៀបអភិសេកជាមួយទ្រង់ខ្ញុំម្ចាស់ធ្លាក់ក្នុងស្ថានភាពខ្លាចទៅជាអ្នកទោសយូរណាស់មកហើយប៉ុន្តែអ្វីៗគ្រប់យ៉ាងបានរលាយទៅអស់នៅពេលនេះ បងប្រកាសជាស្លាប់បើអូនមិនសម្រេចចិត្តនោះប្រាប់បងមកអមរាបាលី តើហេតុអីបានជាអូនមិនទៅជាមួយនឹងបង ព្រះពុទ្ធមានសង្កេតការថាមិនត្រូវភ័យខ្លាចនោះទេពិចារណាឲ្យបានច្បាស់លាស់នៃអនាគតរបស់អ្នកកុំបារម្ភអីអ្នកមិនគួរពឹងពាក់ទៅលើអ្នកណាម្នាក់នោះទេសម្រាប់ខ្លួននេះដូច្នេះយើងត្រូវតែលះបង់ភាពភ័យខ្លាចឲ្យអស់យើងនឹងរំដោះខ្លួនចេញឲ្យផុតពីសេចក្តីទុក្ខគ្រប់យ៉ាង ទ្រង់មានអំណាចតែមួយគត់ជាមួយនឹងជាតិសត្រូវគឺភ័យមនុស្សខ្លាចណាស់នៅពេលដែលពួកគេបានលើព្រះនាមរបស់ទ្រង់ពួកគេភ័យខ្លាចខ្លាំងណាស់ទ្រង់បានសម្លាប់មនុស្សស្លូតត្រង់ម្នាក់ហើយថ្ងៃនេះទ្រង់ខុសខើខ្លាំងណាស់ បងធ្វើបែបនេះក៏ព្រោះតែស្នេហារបស់យើងអមរាបាលីកុំនិយាយពីរឿងស្នេហាចំពោះខ្ញុំម្ចាស់អី វាមិនស័ក្តិសមជាមួយទ្រង់ដែលមានបន្ទូលពីរឿងស្នេហានោះទេទ្រង់បំផ្លាញគ្រួសារច្រើនណាស់ទ្រង់ធ្វើឲ្យស្ត្រីម្នាក់ខ្លាចទៅជាស្ត្រីមេម៉ាយទ្រង់ធ្វើឲ្យក្មេងៗជាច្រើនអ្នកត្រូវកំព្រាខ្ញុំម្ចាស់មិនអាចទទួលយកអំណាចទាំងនេះបានទេហើយខ្ញុំម្ចាស់ក៏មិនចង់រៀបអភិសេកជាមួយទ្រង់ដែរឲ្យខ្ញុំម្ចាស់រៀបអភិសេកដល់របៀបណាទៅទ្រង់បំផ្លាញសេចក្តីស្ងប់នៅក្នុងជីវិតរបស់ខ្ញុំម្ចាស់អស់ហើយ ហើយបែរជាឲ្យខ្ញុំម្ចាស់មកធ្វើជាមនុស្សបាបជាមួយទ្រង់ឯងសូមយើងទៅឲ្យឆ្ងាយពីទីនេះទៅខ្ញុំម្ចាស់មិនត្រូវការក្រាបទូលព្រះអង្គព្រះនាងអមរាបាលីបានយកមកដល់ព្រះដំណាក់នគរវេសលីឲ្យក្រាបទូលប៉ុន្តែព្រះនាងក្បត់ពីទូលបង្គំមហារាជ មហារាជស្ដេចនគរមគ្គធៈត្រូវរបួសហើយព្រះនាងបានលាក់គេនៅក្នុងព្រះដំណាក់របស់ព្រះនាងបានប្រាប់គេពីអាចកំបាំងរបស់យើងហើយព្រះនាងការពារខ្លួនគេពីការចាប់ខ្លួនព្រះនាងនៅតែបន្តជួបជាមួយគេដដែល អមរាបាលីទាំងអស់នេះគឺជាការពិតមែនទេ
អមរាបាលីយើងមិនអាចដឹងច្បាស់អំពីការពិតបានទេបើព្រះនាងនៅតែស្ងៀមស្ងាត់បែបនេះព្រះនាងព្រមទទួលកំហុសហើយ ការចោទប្រកាន់ទាំងអស់ដែលប្រឆាំងជាមួយខ្ញុំម្ចាស់វាគឺជាការពិតណាស់ព្រះពរ ជាស្រី មើលដល់គុណជាស្រីមានគេខ្មាស់មែន នាងជាស្រីគ្មានកិច្ចខ្មាស់ទេនាងគួរតែទទួលទោសនៅចំពោះមុខអ្នកទាំងអស់គ្នាមហារាជនាងគួរតែទទួលទណ្ឌកម្មឲ្យក្រាបទូលស្រីក្បត់ម្នាក់នេះគួរតែកប់នាងចូលទៅក្នុងជញ្ជាំងទៅ បើហើយមើលហើយនាងគួរតែកប់ចូលក្នុងជញ្ជាំងទៅក្រៅទូលបើដល់កប់ទូលជាទៅកប់នេះទៅអមរាបាលីយើងពិតជាពិបាកនៅក្នុងការលឺពាក្យទាំងនេះណាស់អ្វីទៅដែលជាមូលហេតុរបស់នាងហេតុអីបានជានាងក្បត់ជាមួយនឹងព្រះនគរវេស្សលីដូចនេះទៅវិញ ព្រះមហារាជខ្ញុំម្ចាស់ពិតជាធ្វើឲ្យជីវិតខ្ញុំម្ចាស់ថោកទាបណាស់ថ្ងៃនេះខ្ញុំម្ចាស់បានខ្លាចជាអ្នកទោសយ៉ាងខុសខើបំផុតសម្រាប់ពួកគេអ្នកទាំងអស់គ្នាគិតថាខ្ញុំម្ចាស់មានកំហុសធ្ងន់ធ្ងរណាស់ អត់ទេអមរាបាលីគ្មាននរណាម្នាក់ចាត់ទុកនាងជាអ្នកទោសទេរហូតមកដល់ពេលនេះនាងអាចនិយាយការពារខ្លួនឯងបាន ខ្ញុំម្ចាស់ដើរផ្លូវរបស់ព្រះពុទ្ធមានសង្ឃដីកាថាបើអ្នកជួបជាមួយនឹងមនុស្សឬក៏សត្វនៅពេលដែលមានរបួសពេលនោះអ្នកគួរតែព្យាបាលឲ្យដែលមិនគិតថាមានទោសឬក៏អត់នោះទេខ្ញុំម្ចាស់បានឃើញហើយទេហ៊ានម្នាក់ដែលត្រូវរបួសនៅក្រៅដំណាក់របស់ខ្ញុំម្ចាស់គ្រាន់តែគេស្លៀកពាក់ឯកសណ្ឋានរបស់នគរវេស្សលីខ្ញុំម្ចាស់បានជ្រាបពីការពិតរបស់ពួកគេខ្ញុំម្ចាស់ធ្លាក់ចូលក្នុងអន្លង់ស្នេហារបស់គេដូច្នេះទៅខ្ញុំម្ចាស់ព្យាបាលគេតែខ្ញុំម្ចាស់មិនបានប្រាប់អត្តកម្បាំងមួយណានោះទេដែលនឹងបំផ្លាញនគរវេស្សលីនោះ យើងជឿថានាងច្បាស់ជាមិនបដិសេធជាមួយនឹងសត្រូវរបស់នគរវេស្សលីដោយបំណងណាមួយនោះទេទោះបីជានាងបានសាងនៅកំហុសដែលជាបទអក្រិតក៏ដោយចុះ បើក្រាបទូលនេះគឺជាការពិតគឺជានាងជាមនុស្សខ្វល់ជាមនុស្សខ្វល់ដែរនាងពិតជាធ្វើជាមិនត្រឹមត្រូវទេ ខ្ញុំម្ចាស់កំពុងតែស្រឡាញ់អ្នកណាម្នាក់គឺជាអ្នកទោសអក្រិតពេលនេះអ្នករកគ្នានៅក្នុងសាលប្រជុំក៏ជាអ្នកមានកំហុសដែរពួកគេទាំងអស់គ្នាគឺជាអ្នកខុសពួកគេទាំងអស់គ្នាគឺជាអ្នកមានស្នេហាជាមួយខ្ញុំម្ចាស់ឬមួយក៏ស្រីស្នំនៅនគរវេស្សលីទាំងអស់ហេតុអីខ្ញុំម្ចាស់ត្រូវទទួលកម្មនោះពួកគេទាំងអស់នោះគឺជាអ្នកខុសទាំងអស់ខ្ញុំម្ចាស់មានអារម្មណ៍ថាឈឺចាប់ណាស់ព្រះពរដែលខ្ញុំម្ចាស់បានប្រកល់ខ្លួនឲ្យទៅពួកគេនោះស្នេហានិងភក្តីភាពចំពោះខ្ញុំម្ចាស់អ្នកចេះដឹងរបស់ព្រះនគរវេស្សលីខ្ញុំម្ចាស់មានមោទនភាពនៅសាធារណជនវេស្សលីតើឲ្យខ្ញុំម្ចាស់ក្បត់ជាមួយគ្រួសារខ្ញុំម្ចាស់ដែរទេព្រះពរខ្ញុំម្ចាស់មិនដែលក្បត់ទឹកដីកំណើតខ្លួនឯងហើយខ្ញុំម្ចាស់ក៏មិនដែលក្បត់ស្នេហារបស់ខ្ញុំម្ចាស់ឡើយព្រះពរខ្ញុំម្ចាស់គឺជាមនុស្សលោកក៏ជាមនុស្សស្រីម្នាក់ខ្ញុំម្ចាស់បាក់ចិត្តស្រឡាញ់ជាតិសត្រូវហើយជាកំហុសរបស់ខ្ញុំម្ចាស់ព្រះមហារាជព្រះអង្គអាចដាក់ទោសខ្ញុំម្ចាស់ទៅតាមប្រតិយរបស់ព្រះអង្គទៅចោះ យើងគោរពភាពត្រឹមត្រូវរបស់នាងអមរាបាលីវាជាធម្មជាតិរបស់មនុស្សដែលបានបំភ្លេចនូវគុណសម្បត្តិល្អរបស់បុគ្គលដែលធ្វើអំពើល្អទៅលើគេតែយើងមិនអោយរឿងនេះកើតឡើងទេប្រជារាស្ត្រល្អរបស់យើងអ្នកទាំងអស់គ្នាត្រូវចងចាំថាអមរាបាលីបានប្រថុយជីវិតដើម្បីព្យាបាលទាហានរបស់យើងនៅក្នុងពេលសង្គ្រាមមនុស្សកើតឡើងនាងបានចំណាយនូវទ្រព្យសម្បត្តិរបស់នាងបានធ្វើការទាំងយប់ទាំងថ្ងៃហើយក៏បានជួយទាហានឲ្យរួចផុតគ្រោះថ្នាក់ជាច្រើនអ្នកផងដែរអ្នកបម្រើរបស់នាងបានប្រាប់ថារឿងនេះគឺជារឿងសំខាន់ណាស់តើនាងចង់ធ្វើអ្វីទៅនាងអាចរៀបការជាមួយនឹងអផាសត្រូខ្លាចជាមហាទេវីនៅនគរមេគធៈបានទេយើងដឹងថានាងកំពុងតែដើរតាមផ្លូវរបស់ព្រះពុទ្ធហើយយើងអត់ឱនឲ្យនាងគឺព្រោះតែហេតុផលទាំងអស់នេះអមរាបាលី
យើងនឹងដោះលែងនាងឲ្យចេញពីការចោទប្រកាន់ទាំងនេះដែលប្រឆាំងជាមួយនាងចម្រោកឲ្យខ្ញុំម្ចាស់ផងបានទេព្រះអង្គតើព្រះអង្គឲ្យខ្ញុំម្ចាស់បូជាសង្ឃបានទេឲ្យខ្ញុំម្ចាស់បិណ្ឌបាតបម្រើព្រះអង្គផងទៅសម្រាប់ចិត្តច្បាស់ហើយឬនៅថាឧបាសិកាសុខចិត្តលះបង់អស់ហើយនោះខ្ញុំម្ចាស់ឃើញភាពខុសខើក្នុងពិភពលោកនេះគួរឲ្យឈឺចាប់ខ្លាំងណាស់ខ្ញុំម្ចាស់ចង់ដោះលែងជីវិតឲ្យផុតពីអំពើទាំងនេះហើយខ្ញុំម្ចាស់ចង់មានសេចក្តីស្ងប់នៅក្នុងចិត្តទ្រង់ម្ចាស់សារេបុត្រដំបូកលៀនកំពុងតែមកចូលធ្វើជាសាវករបស់ទ្រង់ហើយសារេបុត្រនិងម៉ូកលៀនគឺជាសាវកសំខាន់របស់ព្រះពុទ្ធទ្រង់ម្ចាស់មិនគួរទុកចិត្តពួកគេខ្លាំងពេកទេក្រាបទូលប្រហែលជាគេអាចពន្យល់ឲ្យសាវករបស់ទ្រង់ត្រឡប់ទៅរកព្រះពុទ្ធវិញក៏ថាបានសារេបុត្រនិងម៉ូកលៀនគេធុញទ្រាន់ជាមួយនឹងអវត្តព្រះពុទ្ធណាហើយក៏មកជ្រៅកោននៅក្នុងសំណាក់របស់កណាចាប់ពីពេលនេះតទៅការមកដល់របស់ពួកគេបានធ្វើឲ្យយើងមានជំនឿកាន់តែខ្លាំងយើងមានសាវកកាន់តែច្រើនវាមិនល្អទេ हर रोज उपदेश देने का बोझ तो मेरे सर से उतर गया ព្រះពុទ្ធហើយនិងព្រះសង្ឃរបស់គេបានបណ្ដេញយើងចេញពីសមាគមសាវកទាំងពីរនាក់នេះគេបានមកកាន់សំណាក់របស់យើងហើយវាជាការទុកចិត្តមួយយ៉ាងធំរបស់យើងពួកគេមិនមានអានុភាពលើសាវករបស់យើងទេតើគេស្ដាប់សម្ដីរបស់យើងដែរទេនៅមិនទាន់ដឹងទេបើលោកមិនដឹងពីអានុភាពគេកុំពិសោធន៍អីពួកគេកំពុងតែនាំព្រះសង្ឃជាច្រើនមកកាន់សំណាក់កណាហើយពួកគេជាព្រះសង្ឃជាន់ខ្ពស់ដែលប្រជារាស្ត្រមានជំនឿទៅលើពួកគេថាព្រះគឺជាអ្នកដើរបោកប្រាស់គេពួកគេទាំងពីរនាក់កំពុងតែរស់នៅក្រោមការសាកល្បងតែប៉ុណ្ណោះទេជឿកណាទៅព្រះទ្រង់ម្ចាស់ទូលបង្គំចង់ឲ្យទ្រង់ជ្រាបជាមុនក្រាបទូលតែហ៊ាននឹងកកបលភ័ណ្ឌតាគេមកទីនេះធ្វើអីសូមថ្វាយបង្គំព្រះអង្គទេបន្ទាន់លោកមានកាយទៅកំពុងតែមានដំណឹងមិនល្អឲ្យក្រាបទូលព្រះអង្គម្ចាស់ទ្រង់នរណាទ្រង់បានចូលទីបង្គត់3 4ថ្ងៃមកឲ្យក្រាបទូលចំណែកព្រះសុខភាពរបស់ព្រះទេវីមង្គលាកំពុងតែចុកខ្សោយឲ្យក្រាបទូលបន្ទាប់ពីធ្វើពិធីបុណ្យព្រះសម្ពរបស់ព្រះអង្គម្ចាស់ទ្រង់នរណារួចព្រះនាងចង់ជួបជាមួយទ្រង់ព្រះនាងមានប្រជញ្ញយ៉ាងខ្លាំងនៅលើកលាបន្ទុំឲ្យក្រាបទូលហើយព្រះនាងចង់មានពាក្យពេចន៍ខ្លះដើម្បីប្រាំផ្ញើដល់ទ្រង់និមន្តទៅជាមួយទូលបង្គំទៅអាត្មានឹងទៅជាមួយឥឡូវនេះកុំអាលិចាលោកត្រូវតែមើលខុសត្រូវទៅនេះឲ្យបានល្អស្រាប់បានទេទទួលព្រះរាជបញ្ជាធ្វើឲ្យបានល្អណាស់ទទួលព្រះរាជបញ្ជាក្រាបទូល
ព្រះមេដាព្រះមេដាទេវទត្តមកដល់ហើយ អ្នកណាគី ព្រះមេដាអាត្មាគឺទេវទត្តហើយ ទេវេ ព្រះមេដា បុត្រាមេដាបុត្រគឺបុត្រមកហើយបុត្រមកហើយ ពោព្រះមេដាតើមានរឿងអីកើតឡើងទៅព្រះមេដា មេដាធ្លាក់ខ្លួនឈឺប្រហែលថ្ងៃមកហើយ អត់ទេព្រះមេដាកុំមានប្រសវណ្ណនៃបែបនេះព្រះមេដានឹងមិនកាត់អីទេ មេដាដឹងនៅអ្វីហើយនៅពេលណាមេដាមើលទៅជីវិតរបស់មេដាមិនអាចឃើញអ្វីទៀតទេក្រៅពីទោសកំហុសនិងវិបដិសារីអស់មួយជីវិតមេដាមើលឃើញនៅទុក្ខកង្វល់ ព្រះមេដាទុគុំមានរឿងមួយចង់ទូលដល់មេដា ទេបុត្រមេដាចង់ប្រាប់រឿងជាច្រើនដល់បុត្រត្រូវទេបុត្រអាចឃើញមេដានៅក្នុងសភាពរាងកាយដ៏អាក្រក់បែបនេះហើយមេដាកំពុងតែឈឺដុតដាបនៅលើគ្រែមេដាឯកោគ្មាននរណាម្នាក់នៅជាមួយមេដាទេនេះគឺជាវាសនារបស់មេដាជាទោសរបស់មេដាកំពុងទទួលទណ្ឌកម្មហើយទេវេ ព្រះមេដា សូមឆ្លើយមកបុត្រនឹងឆ្លើយសំណួរនេះមែនទេបុត្រ ព្រះមេដាហេតុអីធ្វើបែបនេះទៅវិញ សម្រាប់ជីវិតរបស់មេដាទាំងអស់មេដាបានបោកប្រាស់នៅរាល់គ្នាពួកគេទាំងអស់បានជឿជាក់លើមេដាហើយក៏មានចិត្តស្មោះជាមួយមេដាប៉ុន្តែមេដាបានក្បត់ជាមួយពួកគេទាំងអស់នោះមេដាបោកបញ្ឆោតពួកគេបុត្រដឹងថាហេតុអីមេដាធ្វើបែបនេះទេមេដាពិតជាមានវិបដិសារីណាស់ពួកគេគឺជាមនុស្សរបស់មេដាផ្ទាល់ប៉ុន្តែមេដាចង់ដណ្ដើមអ្វីគ្រប់យ៉ាងពីពួកគេបានលះបង់គ្រប់យ៉ាងសម្រាប់មេដាទាំងអស់មេដាលះបង់គ្រប់បែបយ៉ាងណាបុត្រគឺទាំងអស់ អត់ទេព្រះមេដាកុំមានព្រះតីទន់ជ្រាយបែបនេះអីកុំដាក់ទោសព្រះអង្គឯងអី មេដាបានធ្វើឲ្យអ្នករាល់គ្នាមានការឈឺចាប់ដូច្នេះហើយមេដាមិនអាចមានសេចក្តីសុខបាននោះទេណាបុត្រអ្វីដែលមេដាបារម្ភនោះគឺមេដាប្រសូតបានបុត្រាមួយ អត់ទេព្រះមេដាកុំមានព្រះសវណ្ណនៃបែបនេះ ទេវេសូមឲ្យមេដានិយាយចប់សិនមេដាគ្រាន់តែដឹងគុណពីព្រះខុសង្ឃមួយចំនួនដែលធ្វើការសម្រេចចិត្តបួសដើរតាមផ្លូវរបស់ព្រះពុទ្ធល្អខ្លាំងណាស់ណាបុត្រ នោះមិនមែនជាការពិតទេព្រះមេដាអាត្មាមិនសម្រេចចិត្តបែបនេះទេព្រះមេដាអាត្មាមិនសម្រេចចិត្តធ្វើតាមការបោកប្រាស់របស់គេទេ ព្រះពុទ្ធបានលះបង់អ្វីគ្រប់យ៉ាងអស់ហើយព្រះពុទ្ធទ្រាំជាមួយការឈឺចាប់ខ្លាំងណាស់ព្រះពុទ្ធបានពិចារណាភាពខុសខើអស់រយៈពេលជាច្រើនឆ្នាំព្រោះតែវិធីនេះទើបឲ្យព្រះអង្គបានត្រាស់ជាព្រះពុទ្ធចេញពីសិទ្ធត្ថទៅយ៉ាងដាច់ស្រឡះប៉ុន្តែបុត្រវិញ អត់ទេព្រះមេដាអាត្មាក៏បានធ្វើការយ៉ាងលំបាកអស់រយៈពេលជាយូរឆ្នាំមកដែរអាត្មារកឃើញភាពបោកប្រាស់របស់ព្រះពុទ្ធហើយអាត្មាបានសិក្សានៅអ្វីគ្រប់យ៉ាងនិងរកឃើញវិធីធ្វើសមាធិថ្មីប្រជារាស្ត្រក្មេងៗជាច្រើនអ្នកពួកគេកំពុងតែមានជំនឿមកលើអាត្មាហើយ បុត្រកំពុងតែធ្វើខុសធំណាស់
ព្រះអង្គបានស្វែងរកសមាធិជាប់ជាន់ខ្ពស់ព្រះអង្គបានសម្រេចកាន់ត្រាស់ដឹងហើយចំណែកបុត្របែរជាស្វែងរកកំហុសនិងពិសោធន៍ព្រះអង្គទៅវិញមេដាសំវរបុត្រត្រូវតែទទួលស្គាល់នៅការពិតមនុស្សដូចយើងមិនអាចធ្វើត្រាប់ហើយក៏អាចត្រាស់ដឹងបាននោះទេបុត្រត្រូវដឹងខ្លួនហើយឈប់សាងបាបកម្មទៀតទៅបុត្រដូច្នេះហើយធ្វើឲ្យយើងនេះមិនអាចឈ្នះអ្នកណាដែលមានសិលបរិសុទ្ធបានទេមិនថាយើងមានជីវិតធម្មតាឬមួយក្នុងសភាវៈជាអ្នកបួសនោះទេធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ណាបុត្រព្រះមេដាមិនត្រូវមានគំនិតបែបនេះទេអាត្មាបានជួយប្រជារាស្ត្រស្វែងរកសេចក្តីស្ងប់ជាច្រើននេះវាជាការមិនត្រឹមត្រូវទេបុត្រចង់ធ្វើដូចជាសិដ្ឋាតការដែលបុត្រនៅពីតូចបុត្រមិនអាចធ្វើដូចជាទ្រង់បានទេនៅពេលនេះបុត្រធំហើយបុត្រចង់ធ្វើដូចជាប្រពន្ធទៀតបុត្រមេដាបុត្រនឹងមិនអាចធ្វើដូចប្រពន្ធបានទេណាបុត្រព្រះពុទ្ធចាប់កំណើតមានតែម្ដងគត់ក្នុងរយៈពេលរាប់ពាន់ឆ្នាំព្រះបុត្រាសិដ្ឋាតត្រូវតែទៅដល់ទីបំផុតបំបត្តិនៅសេចក្តីទុក្ខនិងការឈឺចាប់ទាំងអស់នៅពេលនេះព្រះអង្គបានសម្រេចនៅព្រះសពយត្តញាណព្រះមេដាមិនអាចឈប់រិះគន់អាត្មាបានទេទោះជាអាការៈរបស់ព្រះមេដាដណ្ដាបក៏ដោយតាមមែនទេវាជាផលកម្មធំបំផុតរបស់មេដាដែលបុត្ររស់នៅជាមួយព្រះពុទ្ធប៉ុន្តែជារបស់បុត្រកែប្រែដែរទេបុត្រច្រណែនហើយបុត្រអាត្មានិយមជាទីបំផុតមេដាអាម៉ាស់ចំពោះបុត្រណាស់ប៉ុន្តែបុត្រមានឱកាសចង់ធ្វើបាបកម្មរបស់បុត្រទៅវិញប៉ុន្តែបុត្របានក្បត់ជាមួយព្រះពុទ្ធហើយព្យាយាមធ្វើបាបព្រះអង្គទៀតបុត្រមិនអាចខ្លាចជាព្រះពុទ្ធបានជាដាច់ខាតសូមស្ដាប់មេដាសូមស្ដាប់មេដាទៅបុត្រមិនអាចខ្លាចជាព្រះពុទ្ធបានទេស្ដាប់មេដាត្រូវស្ដាប់ឲ្យច្បាស់ណាស់បុត្រអាត្មានឹងខ្លាចជាព្រះពុទ្ធអាត្មានឹងធ្វើជាព្រះពុទ្ធឲ្យតតែបានបើបុត្រចង់ធ្វើជាព្រះពុទ្ធត្រូវតែស្វែងរកផ្លូវសម្រាប់ខ្លួនឯងសិនទៅឬមួយរស់នៅក្រោមម្លប់របស់ព្រះពុទ្ធបុត្រនឹងស្វែងរកការជួយសង្គ្រោះជីវិតរបស់សត្វលោកឲ្យបានត្រឹមត្រូវនៅក្នុងចិត្តរបស់បុត្រសូមកុំព្យាយាមសម្រេចនៅកិត្យានុភាពឬមួយកិត្តិស័ព្ទអីណាបុត្រវានឹងមិនបានសម្រេចទេការជួយសង្គ្រោះជីវិតសត្វលោកគឺជាការពិតណាបុត្រអាត្មាជឿចាប់ខ្លាំងណាស់ចំពោះការទេសនារិះគន់របស់ព្រះពុទ្ធហើយនៅពេលនេះមកជឿចាប់ជំនឿការប្រដៅរបស់ព្រះបិតាទៀតបុត្រគួរតែអភ័យទោសឲ្យព្រះពុទ្ធទៅណាបុត្រតែនៅក្នុងព្រះដំណើររបស់ព្រះអង្គទៅវានឹងមិនមានអ្វីកើតឡើងនោះទេបើបុត្រមិនធ្វើតាមការស្នើសុំរបស់មេដាជាលើកចុងក្រោយទេវានឹងមិនល្អសម្រាប់វិញ្ញាណរបស់មេដាទេបុត្រនឹងមិនបានធ្វើពិធីបុណ្យសពមេដាជាលើកចុងក្រោយឡើយពិធីបុណ្យសពរបស់មេដាមិនត្រូវឲ្យមកចូលរួមជាដាច់ខាតវិញ្ញាណរបស់មេដានឹងនៅវិលវល់ជារៀងរហូតបុត្រមេដាបុត្រគួរតែទៅនៅក្រោមឱវាទរបស់ព្រះពុទ្ធទៅណាបុត្រមិនត្រូវចោលកម្មមិនត្រូវចងកម្មចងពៀជាមួយព្រះអង្គទៀតទេសូមស្ដាប់តាមសម្ដីមេដាផងទៅបុត្រប្រាប់មេដាមកថាបុត្រនៅក្រោមឱវាទរបស់ព្រះពុទ្ធប្រាប់មេដាមកថាបុត្រនឹងធ្វើតាមមេដាបុត្រនឹងនៅក្រោមឱវាទព្រះពុទ្ធត្រូវតែផ្សព្វផ្សាយព្រះរាជសារ
នៅក្នុងនគរកបិលភ័ណ្ឌនេះទៅថាព្រះទេវីមង្គលាសោយទីបង្គត់ហើយព្រះមេដាអាត្មាមិនធ្វើតាមទេប្រហែលជាមានអ្នកណាម្នាក់គួរតែធ្វើពិធីបន់សពរបស់ព្រះមេដាហើយ आरंभ हो गई निर्वाण प्रथा सुनो सुनो